នេះយើងចូលមកដល់ហានិទៅអ៊ីងជាព្យាង្គរបស់ហានិរបស់ភាសាចិនហានិហ្នឹងពេលខាងលើចុងវ៉ាន់ភាសាចិនតែភាសាកុងគឺហានិទៅអ៊ីងជាព្យាង្គរបស់ភាសាចិនព្យាង្គរបស់ភាសាចិនគឺវាត្រូវបានបង្កើតឡើងដោយព្យញ្ជនៈស្រៈនិងសំឡេងព្យាង្គមួយត្រូវជួបគ្នាជាមួយនឹងអក្សរចិនមួយឧទាហរណ៍មកឆ្មាអានេះព្យាង្គរបស់វាអានេះគឺអក្សរចិនអ៊ឺត្រីជាបងស្រីលេខ2យើងព្យាង្គរបស់អក្សរចិនមួយអាចអត់មានព្យញ្ជនៈបានតែត្រូវតែមានស្រៈនិងសលេងជាយើងមើលឧទាហរណ៍មកឆ្មានេះមកពីព្យញ្ជនៈមកស្រៈអោមកអោមកសលេងទី1អ៊ីវាបង្កើតឡើងតែជាមួយសូរនៃស្រៈអ៊ីហើយសលេងទី2អ៊ីវាមានលក្ខខណ្ឌពិសេសមួយទៀតនៅពេលដែលស្រៈអ៊ីឬក៏ស្រៈអ៊ីដែលភាសាចិនដែលមានសំឡេងបញ្ចេញសូរដែលបង្កើតឡើងតែស្រៈហ្នឹងយើងត្រូវវិមុខថែមព្យញ្ជនៈអ៊ីអូតូហើយពេលដែលអ៊ីព្យញ្ជនៈអ៊ីជាមួយនឹងស្រៈយើងត្រូវលុបសញ្ញា2នេះពីលើចេញមួយទៀតគឺសលេងអ៊ូឧទាហរណ៍អ៊ូ5អញ្ចឹងវាបង្កើតឡើងដោយតែស្រៈដែរស្រៈជាមួយសលេងប៉ុន្តែខាងមុខយើងត្រូវថែមព្យញ្ជនៈអ៊ីអ៊ូឧទាហរណ៍ជីជាសលេងទី3នេះដូចគ្នាវាបង្កើតឡើងដោយតែស្រៈទេហើយសលេងទី4អត់ដាក់ព្យញ្ជនៈទេយើងនិយាយថាភាសាចិនជាងអាចអត់ព្យញ្ជនៈប៉ុន្តែត្រូវតែមានស្រៈនិងសលេងយើងមកមើលរូបភាពហើយអាននៅភាសាអ៊ីងរបស់វាហើយខ្ញុំបន្ថែមជាអក្សរចិនឲ្យយើងអ៊ីអោអ៊ូ5អ៊ីត្រីត្រចៀក2បិចមកឆ្មាតោកោះខ្វផ្កាជីមាន់ឈីបំភ្លេច7សៀស្បែកជើងឈៀប្រើកាហ្វេខឺលើកូកាខោយ៉ាខោនឹងខ្វាយយ៉ានឹងទាខោយ៉ាទាខ្វាយหัวกัวหัวเพลิงกัวឆ្នាំងหัวกัวឆ្នាំងភ្លើងស៊ុបឆ្នាំងភ្លើង